បាទជំរាបសួរអតិថិជនទាំងអស់នេះជាវីដេអូបង្ហាញពីរបៀបក្នុងការភ្ជាប់បាទដំណើរការទៅលើប្រព័ន្ធម៉ូទ័របូមទឹកខ្នាតពិសេសលើគោកបាទនៅក្នុងវីដេអូនេះដែរខ្ញុំបង្ហាញបងប្អូនពីរបៀបក្នុងការភ្ជាប់ខ្សែអញ្ចឹងបងប្អូនតតាមការណែនាំទៅគឺបងប្អូនអាចតម្លើងបានហើយបាទអញ្ចឹងសម្រាប់សម្ភារៈដែលខ្ញុំរៀបចំជូនបងប្អូនពីហាងស្រេចស្រាប់មានដូចជាម៉ូទ័រលើគោកនេះបាទនេះគឺខ្នាតពិសេសទៅយកចេញ90ហើយខ្ញុំបានតខ្សែជូនបងប្អូនរួចរាល់តាមប្រវែងដែលជាតម្រូវការនេះគឺខ្សែរបស់ម៉ូទ័របាទហ្នឹងខ្សែម៉ូទ័រហើយយើងមានអានេះយើងហៅកោសបាទមានកោសជាពីបែបហ្នឹងគឺចេញខ្សែ4បែបនេះហើយសម្រាប់ខ្សែរបស់ផ្ទាំងសូឡាគឺយើងមាន2កងក្រហមនិងពណ៌ខ្មៅហើយយើងមានដូចនេះគេហៅ MC4 បាទអញ្ចឹងយើងមានមួយគូដូចគ្នាបាទក្រហមមានរាងផ្សេងនិងខ្មៅមានរូបរាងផ្សេងហើយសម្រាប់នេះគឺជាទូ controller បាទខ្ញុំរៀបចំជូនបងប្អូនសម្រាប់ motor នេះគឺប្រើភ្លើងរត់និងភ្លើងសូឡាបានបាទអញ្ចឹងឥឡូវនេះយើងមកមើលពីការភ្ជាប់ខ្សែបាទភ្ជាប់ខ្សែអញ្ចឹងមុននឹងបងប្អូនតឡើងសូមបងប្អូនតម្លាក់ decenter ចុះមកផ្នែកខាងក្រោមដូចខ្ញុំបង្ហាញនេះមកហើយចំណុចទី1បងប្អូនត្រូវភ្ជាប់ខ្សែរបស់ motor មុនទី2គឺភ្ជាប់ខ្សែសូឡាចូលមក decenter បាទហើយចំណុចចុងក្រោយចាំយើងទៅភ្ជាប់ខ្សែផ្ទាំងជាក្រោយគេបាទឥឡូវយើងទៅមើលការតម្លើងខ្សែម៉ូទ័រអញ្ចឹងចំពោះខ្សែម៉ូទ័របាទចំពោះខ្សែម៉ូទ័រគឺយើងមាន4សរសៃបែបនេះបាទខ្ញុំតឲ្យហើយអញ្ចឹងយើងចូលមករុនខាងស្ដាំនេះនេះហៅ PG ហ្នឹងរុនស្ដាំហ្នឹងបងប្អូនសូកចូលមកបន្ទាប់មកយើងយកជើងទាំង4ហ្នឹងចូលមកដូមីណូទាំង4ជើងបែបនេះបាទមានពណ៌បងប្អូនរកតាមពណ៌ហ្នឹងទៅបាទអញ្ចឹងយើងចាប់តាមនេះមកបាទចាប់តាមហ្នឹងមកបន្ទាប់មកយើងប្រើគម្របវាបិទវាឲ្យជាប់បាទបិទបែបហ្នឹងមកហើយបន្ទាប់មកទៀតរុននេះគឺយើងរឹតវាណែនមកបាទរឹតទៅដើម្បីកុំឲ្យខ្សែសដកនេះរួចរាល់ហើយផ្នែកខ្សែរបស់ម៉ូទ័រចេញពីហ្នឹងទៅចូលទៅម៉ូទ័រយើងនៅទីនេះបាទចំពោះខ្សែសូឡាបាទខ្សែសូឡាបងប្អូនយកផ្នែកស្រួចនេះមករកចូលតាមរុនខាងឆ្វេងបាទរុនខាងឆ្វេងអញ្ចឹងរត់ចូលទាំងពីរមកបន្ទាប់មកយើងយកមកបញ្ចូលផ្នែក decenter តាមនេះហើយយើងមើលផ្នែកខាងលើពណ៌ខ្មៅបងប្អូនចូលខ្សែពណ៌ខ្មៅបើខាងលើក្រហមយើងដាក់ខាងក្រោមក្រហមដូចគ្នាបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនបន្ទាប់អញ្ចឹងបងប្អូនធ្វើការតតាមនេះមកបាទអញ្ចឹងសម្រាប់ decenter យើងចូលផ្នែកខាងក្រោមទាំងអស់អញ្ចឹងខ្មៅខាងស្ដាំខាងក្រោមយើងដាក់ខាងស្ដាំដូចគ្នាខាងលើក្រហមយើងដាក់ក្រហមដូចគ្នាអញ្ចឹងយើងរឹតអានេះដូចគ្នាបាទដូចមុនអញ្ចឹងដែរហើយដូចខាងនេះគឺយើងបញ្ចូលទៅសូឡាអញ្ចឹងចំពោះសូឡាផ្ទាំង4ទាំងអស់ហ្នឹងគឺយើងសេរីចូលគ្នាហើយយើងសោកខ្សែចូលគ្នាដោយបង្ហាញនៅក្នុងរូបបន្ទាប់មកគឺយើងយកដូចនេះដោតទាំងសងខាងបាទចូលទៅទីតាំងទាំងសងខាងនៃផ្ទាំងសូឡាដែលមានដូចញីឈ្មោះហ្នឹងទៅបាទអញ្ចឹងដោតខុសអត់ចូលទេបាទបញ្ច្រាស់អត់ចូលទេអញ្ចឹងគឺដោតឲ្យត្រូវដោតឲ្យទៅចូលទេគឺត្រូវណាបាទអញ្ចឹងអានេះគឺការតម្លើងហើយសម្រាប់ភ្លើងរត់បាទភ្លើងរត់ឬក៏ភ្លើង AC ម៉ាស៊ីនហ្នឹងបងប្អូនចង់បញ្ចូលដូចគ្នានេះបាទចូលរុនកដាលហើយភ្លើងគឺអត់ប្រកាន់ប៉ូលទេបងប្អូនចូលតាមហ្នឹងមកមានក្រហមមានខ្មៅហ្នឹងអូសទៅព្រីទៅហើយដំណើរការដូចគ្នាបាទអូខេឥឡូវខ្សែសូឡាខ្ញុំបានតចូលទៅក្នុង controller ហ្នឹងហើយអញ្ចឹងយើងបើក decenter ហ្នឹងមកអញ្ចឹងនៅពេលណាមានសូឡាចូលគឺ controller វាចេញភ្លើងមកបែបនេះហើយវាបោះទៅ motor នេះនេះអញ្ចឹងបងប្អូនទាំងអស់គ្នាចង់បញ្ជាក់បន្ថែមទៀតចំពោះ motor នេះគឺវាមានប្រព័ន្ធ protection auto នៅពេលដែលយើងអត់ភ្ជាប់ទឹកឬក៏វាអត់តាក់ទឹកឡើងវានឹងបិទដំណើរការដូចបានឃើញអញ្ចឹងបាទយើងទៅមើលការ error របស់វាអញ្ចឹងនៅនេះគេដាក់ P50 បាទ P50 នេះគឺមានន័យថា motor អត់តាក់ទឹកហើយបាទអញ្ចឹងរយៈពេលមួយសន្ទុះក្រោយគឺវានឹងដំណើរការឡើងវិញតែបើអត់មានទឹកទេគឺវាអត់បូមទេហើយអញ្ចឹងការរៀបចំទយោផ្នែកបឺតបងប្អូនរៀបចំឲ្យបានត្រឹមត្រូវទៅជៀសវាងវាចូលខ្យល់អីវាអត់បូមដែរណាបាទអូខេអានេះមានប៉ុណ្ណឹងអញ្ចឹងចំពោះការបិទបើកដំណើរការគឺមានតែប៊ូតុងនេះមួយទេចុច off បែបនេះពាក្យនេះមានន័យថាបិទហើយចុចអានេះមួយមកដើម្បីដំណើរការបាទចុចមកឥឡូវ motor ដើរវិញនេះដំណើរការហើយបាទ
នៅពេលដើរពេលអីបងប្អូនអាចមើលកម្លាំងមើលជុំវាបានតាមរយៈការចុចប៊ូតុង switch នេះបាទចុចទៅយើងមើលមានពន្លឺភ្លើងនៅទីនេះ4នេះអានេះអាំពែអានេះវ៉ាត់អានេះ RPM ជុំហ្នឹងហើយនឹងអានេះគឺជាវ៉ុលបាទអូខេបងប្អូនឥឡូវខ្ញុំបង្ហាញជូនបងប្អូនប៉ុណ្ណឹងសម្រាប់បងប្អូនដែលមានចម្ងល់គឺអាចឆានមកបានអញ្ចឹងសម្រាប់វីដេអូនេះអរគុណបងប្អូនជំរាបលា